ទាំងនេះគឺជាឡានមកទឹកបាទរបស់អ្នកប្រើហើយនៅឯប្រទេសចិនបងប្អូនអរគ្នាបាទពីមុនសម្រាប់ឡានចិនយើងនាំចូលបានតែឡានថ្មីទេដោយសារតែឡានថ្មីគឺមានអត្រាបញ្ចុះពន្ធពិសេសដែលយើងអាចប្រើ CO ប្រើ Form E បានប៉ុន្តែឥឡូវនេះគឺយើងអាចនាំចូលឡានចាស់ក៏បានឡានមកទឹកក៏បានឡានណាក៏បានដែរបាទគឺមានការបញ្ចុះពន្ធដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់គិតថាគាត់ចង់ប្រើឡានចិនគាត់ចង់ប្រើឡានមកទឹកដើម្បីបានតម្លៃពិសេសពេលនេះគឺបងប្អូនអាចធ្វើការកម្មង់ឡានពីចិនឡានមកទឹកបានហើយបាទឡានមកទឹកនៅឯប្រទេសចិនដែលបងប្អូនអាចទិញបានគឺមានច្រើនរូបភាពច្រើនរបៀបបាទដូចជាប្រភេទឡានអ្នកប្រើហើយបែបនេះបាទវាមានថ្មីមានចាស់វាមានគីឡូតិចមានគីឡូច្រើនមានមួយប្រភេទទៀតហ្នឹងគឺគីឡូដល់កហើយបាទគឺប្រភេទឡានតាក់ស៊ីបើសិនជាបងប្អូនទិញចំឡានតាក់ស៊ីអីគឺដឹងតែទឹកភ្នែកទេបាទដោយសារតែគីឡូគឺច្រើនមែនតើបាទឡានខ្លះមួយឆ្នាំរត់បាន200000គីឡូឡានខ្លះប្រើ2ឆ្នាំឡើងដល់ជាង40000គីឡូបាទឆ្នាំថ្មីទេប៉ុន្តែគីឡូគឺដល់កបាទអញ្ចឹងបើសិនជាបងប្អូនទិញឡានមកទឹកពីចិនយកទៅប្រើបងប្អូនគួរតែស្វែងរក dealer ណាដែលបងប្អូនទុកចិត្តហើយមួយវិញទៀតខ្ញុំសូមណែនាំឲ្យបងប្អូនទិញឡានដែលជាប្រភេទឡានដែលគេតាំងបង្ហាញនៅក្រុមហ៊ុនមានន័យថាឡាន demo បងប្អូនអ្នកគ្នាបាទអញ្ចឹងដោយសារតែប្រទេសចិនគឺច្រើន showroom ច្រើនបាទអញ្ចឹងឡានប្រភេទនេះគឺអត់ខ្វះទេឲ្យតែបងប្អូនចេះរកបងប្អូនអ្នកគ្នាបាទអញ្ចឹងឧទាហរណ៍ថាឡានហ្នឹងគឺឆ្នាំ2025ប៉ុន្តែដល់ឆ្នាំ2026គេត្រូវបញ្ចេញអាស្តុកចាស់ចោលហើយឡានដែលគេដាក់ឲ្យតេស្ត drive ឡានដែលគេដាក់ឲ្យបងប្អូនបង្ហាញមើលនៅ showroom នៅតាមកន្លែងតាំងឡានផ្សេងឡានមកទឹកបាត់ហ្នឹងគឺដូចថ្មីអញ្ចឹងបងប្អូនអ្នកគ្នាបាទគីឡូតិចហើយបងប្អូនទិញបានតម្លៃធូរទៀតសម្រាប់ឡានថ្មីឆ្នាំ2026នៅឯប្រទេសចិននេះឡានខ្លះគឺយើងអាចនាំចូលបានធម្មតាប៉ុន្តែឡានខ្លះទៀតគឺយើងមិនអាចធ្វើការនាំចេញពីប្រទេសចិនបានទេដោយសារតែច្បាប់ថ្មីគឺបានកំណត់ថាសម្រាប់ឡានដែលចេញពីរោងចក្រទាំងអស់ត្រូវ register ហើយត្រូវរងចាំរយៈពេលដល់ទៅ180ថ្ងៃបាទស្មើនឹង6ខែទើបអាចធ្វើការនាំចេញបាន